បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសសិស្សានុសិស្សដែលកំពុងតែសិក្សាផងដែរបាទអញ្ចឹងខ្ញុំសូមណែនាំនៅកម្មវិធីមួយដែលជួយសម្រួលដល់ការសិក្សាប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងគឺបច្ចេកវិទ្យាកាន់តែទំនើបក៏កាន់តែធ្វើឲ្យមនុស្សកាន់តែល្ងងផងដែរបាទព្រោះថាវាស្រួលពេកទៅបាទអញ្ចឹងខ្ញុំសូមបង្ហាញកម្មវិធីមួយដែលជាពិសេសអ្នកដែលកំពុងសិក្សាគាត់ប្រហែលជាស្គាល់ហើយគឺកម្មវិធី Chat GPT ដែលជំនួយបានច្រើនក្នុងការស្រាវជ្រាវក្នុងការសិក្សាផងដែរបាទអញ្ចឹងចំពោះវិធីសាស្ត្រវិញខ្ញុំនឹងសូមបង្ហាញដល់ពុកម៉ែបងប្អូនក៏ដូចជាសិស្សានុសិស្សដែលគាត់ចង់ស្រាវជ្រាវឲ្យបានដឹងអំពីរបៀបប្រើប្រាស់ផងដែរបាទចំពោះអ្នកដែលគាត់បានធ្លាប់ប្រើប្រាស់ហើយក៏មើលបន្ថែមទៀតឬក៏មិនមើលក៏មិនអីដែរប៉ុន្តែខ្ញុំសូមមានការចែករំលែកបន្តិចតួចបាទអញ្ចឹងជាដំបូងយើងត្រូវតម្លើងនៅកម្មវិធី Chat GPT ទៅលើទូរស័ព្ទអញ្ចឹងបន្ទាប់មកយើងចុចចូលមកហើយយើងចូលកន្លែងសញ្ញាបូកបន្ទាប់មកយើងចុចទៅលើពាក្យថា photo គឺយើងទៅ select រូបភាពអញ្ចឹងខ្ញុំមានរូបភាពដែលខ្ញុំ save អំពីលំហាត់ភាសាអង់គ្លេសបាទផ្ញើទៅកាន់ Chat GPT អញ្ចឹងយើងធ្វើការចុចផ្ញើទៅបន្ទាប់ពីចុចផ្ញើទៅហើយវាកំពុងតែគិតក៏ដូចជាកំពុងតែ process នៅអ្វីដែលយើងផ្ញើទៅឲ្យវាគិតបន្ទាប់ពីគិតហើយវានឹងធ្វើការឆ្លើយនៅសំណួរក៏ដូចជាដោះស្រាយនៅលំហាត់ដែលយើងបានផ្ញើទៅវាអញ្ចឹងវាគឺពិតជាងាយស្រួលមែនតើប៉ុន្តែអ្នកសិក្សាគឺពុំបានបញ្ចេញនៅគំនិតខ្លួនឯងទេគឺផ្ញើទៅ Chat GPT គឺ Chat GPT ធ្វើឲ្យទាំងស្រុងតែម្ដងអញ្ចឹងបានខ្ញុំសរសេរនៅ caption ខាងលើថាបច្ចេកវិទ្យាកាន់តែទំនើបធ្វើឲ្យមនុស្សកាន់តែងាយស្រួលហើយក៏កាន់តែល្ងងផងដែរអរគុណច្រើន